ជំរាបសួរលោកអ្នកនាងខ្ញុំថៃឋានិតនឹង BRB Asia News សូមជូនព័ត៌មានទីផ្សារប្រចាំថ្ងៃសម្រាប់ទី7មេសា2026ដែលផ្ដើមដំបូងដោយទីផ្សារនៅក្នុងតំបន់អាស៊ីភាគហ៊ុនជាច្រើនបានហក់ឡើងក្នុងនោះសន្ទុះ Nikkei របស់ជប៉ុនបានកើនឡើងតិចជាង 0.1% ហើយសន្ទុះ Kospi របស់កូរ៉េខាងត្បូងវិញបានកើនឡើង 0.8% ដោយឡែកសន្ទុះ Shanghai Composite បានកើនឡើង 0.3% ចំណែកទីផ្សារហុងកុងត្រូវបានបិទដោយសារតែចំថ្ងៃឈប់សម្រាកក្រឡេកមកមើលទីផ្សារកម្ពុជាវិញសន្ទុះផ្សារមូលបត្រកម្ពុជាបានធ្លាក់ចុះ 0.07 ពិន្ទុឬ 0.02% មកនៅត្រឹម 432.71 ហើយទំហំជួញដូរសរុបបានកើនឡើងដោយមានភាគហ៊ុនចំនួន 115.515 ត្រូវបានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប 559.1 លានរៀលឬជាង $139,000 អាមេរិកនៅលើផ្សារគោលវិញមានភាគហ៊ុនចំនួន2បានកើនឡើងដែលនាំមកដោយរដ្ឋថាករទឹកស្វយ័តក្រុងភ្នំពេញខណៈដែលភាគហ៊ុនចំនួន4ទៀតបានធ្លាក់ចុះក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ Royal Group ធ្លាក់ច្រើនជាងគេចំពោះផ្សារកំណើនវិញក្រុមហ៊ុន DBD Engineering បានកើនឡើងហើយក្រុមហ៊ុន JS Land បានធ្លាក់ចុះនិងក្រុមហ៊ុន Pegaso Sri Garden រក្សាតម្លៃនៅដដែលងាកមកមើលអត្រាប្តូរប្រាក់វិញប្រាក់រៀលខ្មែរបើធៀបនឹងប្រាក់ដុល្លារនៅតែមានស្ថិរភាពក្នុងកម្រិត 3,999 រៀលក្នុង$1អាមេរិកខណៈដែលសន្ទុះប្រាក់ដុល្លារវិញស្ថិតនៅក្នុងតម្លៃ 100.02 ចំពោះតំណែងសកលវិញប្រេងត្រូវបានជួញដូរនៅក្នុងតម្លៃជាង$110អាមេរិកក្នុង1បារ៉ែលគិតត្រឹមថ្ងៃអង្គារបន្ទាប់ពីលោកដូណាល់ត្រាំមានប្រសាសន៍ថាប្រទេសអ៊ីរ៉ង់ទាំងមូលអាចនឹងត្រូវកំទេចចោលក្នុងរយៈពេលត្រឹមតែ1យប់ប៉ុណ្ណោះប្រេងឆៅប្រភេទ Brent បានកើនឡើង 1% ដល់$111អាមេរិកក្នុង1បារ៉ែលរីឯតម្លៃប្រេងឆៅប្រភេទ WTI វិញបានហក់ឡើងខ្លាំងដោយហួសពី$115អាមេរិកក្នុង1បារ៉ែលអំពីតម្លៃមាសវិញមិនសូវជាមានការងើបឡើងខ្លាំងនោះទេបើគិតត្រឹមថ្ងៃអង្គារនេះដោយសារតែមានការព្រួយបារម្ភនិងទន្ទឹងចាំមើលស្ថានភាពថាតើអ៊ីរ៉ង់អាចបើកច្រកសមុទ្រហមឺសឡើងវិញដែរឬទេតម្លៃមាសប្រភេទ Spot Gold វិញបានកើនឡើងបន្តិចគឺ 0.1% ដល់$4,651.34អាមេរិកក្នុង1អោនខណៈដែលមាសសម្រាប់ការចែកចាយនៅខែមិថុនារបស់អាមេរិកវិញបានធ្លាក់ចុះមកនៅត្រឹម 0.2% ហើយនៅក្នុងតម្លៃ $4,676.50អាមេរិកអំពីផ្សារគ្រីបតូវិញ Bitcoin ត្រូវបានជួញដូរនៅក្នុងតម្លៃប្រហែល$68,000អាមេរិកការធ្លាក់ចុះនេះបន្ទាប់ពីមិនអាចរក្សាតម្លៃលើសពី$70,000អាមេរិកជាមួយគ្នានេះហានិភ័យនៃការធ្លាក់ចុះអាចឈានដល់$65,000អាមេរិកឬទាបជាងនេះសូមបន្តទៅកាន់ព័ត៌មានដែលទាក់ទងនឹងអាជីវកម្មចម្រុះដទៃទៀតក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាបានឲ្យដឹងថាឱកាសការងារជិត 7,000 កន្លែងនៅក្នុងខេត្តស្វាយរៀងសម្រាប់អតីតពលករចំណាក់ស្រុកដែលបានត្រឡប់មកពីប្រទេសថៃនិងអ្នកស្វែងរកការងារធ្វើផ្សេងទៀតនៅក្នុងស្រុកនៅថ្ងៃទី3ខែមេសានេះក្រសួងបានបន្ថែមថានៅមានឱកាសការងារទំនេរចំនួន 6,938 កន្លែងក្នុងខេត្តនេះដោយមុខតំណែងភាគច្រើនស្ថិតនៅក្នុងវិស័យឧស្សាហកម្មនិងសេវាកម្មឱកាសទាំងនេះត្រូវបានកំណត់គោលដៅជាពិសេសសម្រាប់ប្រជាជនកម្ពុជាដែលបានវិលត្រឡប់មកពីធ្វើការនៅឯប្រទេសថៃក៏ដូចជាបុគ្គលដែលកំពុងស្វែងរកការងារធ្វើនៅក្នុងប្រទេសអតីតប្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុងនឹងត្រូវបើកឲ្យសាធារណជនចូលទស្សនាជាបណ្ដោះអាសន្នជាសួនកម្សាន្តក្នុងអំឡុងពេលវិស្សមការបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបើយោងតាមការប្រកាសជាផ្លូវការដោយក្រមការងារអន្តរក្រសួងដែលបានចេញផ្សាយកាលពីថ្ងៃទី6មេសានេះការបើកសាកល្បងនេះនឹងប្រព្រឹត្តទៅនៅក្នុងរយៈពេល9ថ្ងៃដោយគិតចាប់ពីថ្ងៃទី11ខែមេសាដល់ថ្ងៃទី19មេសាក្នុងគោលបំណងផ្ដល់ឲ្យសាធារណជនដោយឥតគិតថ្លៃនៅកន្លែងសម្រាប់ដើរកម្សាន្តការសម្រាកលំហែកាយការហាត់ប្រាណនិងសកម្មភាពកីឡាជាច្រើនទៀតព្រមទាំងបង្ហាញពីស្ថាបត្យកម្មប្រវត្តិសាស្ត្រខ្មែរនៃប្រលានយន្តហោះផងដែរកាលពីថ្ងៃទី6មេសានេះផ្សារមូលបត្រកម្ពុជាបានរៀបចំវេទិកាទៅទស្សនកិច្ចនៅឯកំពង់ផែខេត្តព្រះសីហនុដោយមានប្រធានបទពិភាក្សាដែលផ្ដោតទៅលើសក្តានុពលនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុហើយការពិភាក្សានេះបានផ្ដោតទៅលើប្រតិបត្តិការអាជីវកម្មនិងសក្តានុពលនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុហើយក៏មានរួមបញ្ចូលនៅការទស្សនកិច្ចនៅក្នុងបរិវេណកំពង់ផែផងដែរ
កំឡុងពេលកិច្ចប្រជុំប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុបានសង្កត់ធ្ងន់ថាការអភិវឌ្ឍកំពង់ផែតម្រូវឲ្យមានការវិនិយោគលើការកែលម្អឲ្យមានប្រសិទ្ធភាពនិងសមត្ថភាពដឹកជញ្ជូនកំពង់ផែនៅក្រុងព្រះសីហនុបច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណើរការដែលធ្វើឲ្យប្រសើរឡើងនៅកំពង់ផែទឹកជ្រៅនិងការបញ្ជ្រាបប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិថ្មីៗដែលនឹងអនុញ្ញាតឲ្យនាវាធំៗលក្ខណៈសកលអាចចូលចតដោយផ្ទាល់នៅក្នុងដែនទឹកកម្ពុជាបានខ្ញុំថាអ្នកសូមបញ្ចប់ព័ត៌មាននៃ B2B Asia News ត្រឹមតែប៉ុណ្ណេះវិលមកជួបលោកអ្នកនាងជាថ្មីនៅថ្ងៃបន្ទាប់